រឿងរ៉ាវលោកចៅសង្កាត់អូរិស័យទី3កាលពីរសៀលម្សិលមិញមានការឆ្ងល់ពីបងប្អូនប្រជាពលរដ្ឋនិងមហាជនក្នុងបណ្ដាញសង្គមពាក់ព័ន្ធទាំងអស់ជាមួយនឹងការបង្ហោះតាម Facebook របស់បងស្រីម្នាក់ពាក់ព័ន្ធជាមួយនឹងលោកចៅសង្កាត់អូរិស័យទី3ក្នុងខណ្ឌ7មករារាជធានីភ្នំពេញក្នុងការបង្ហោះវីដេអូការបើករថយន្តរបស់លោកចៅសង្កាត់និងបងប្អូនប្រជាពលរដ្ឋដែលបានឈរកាក់រថយន្តរបស់លោកចៅសង្កាត់អូរិស័យទី3ដោយទទួលបានព័ត៌មានភ្លាមនាព្រឹកថ្ងៃទី29ខែកក្កដាឆ្នាំ2026នេះអង្គភាពសារព័ត៌មានថ្មីៗរបស់យើងក៏បានទៅជួបលោកចៅសង្កាត់ផ្ទាល់និងបានសាកសួរព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបង្ហោះ Facebook ជាសាធារណៈនៅក្នុងបណ្ដាញសង្គមការបង្ហោះសារវីដេអូកាលពីម្សិលមិញសូមស្ដាប់ការបកស្រាយរបស់លោកចៅសង្កាត់អូរិស័យទី3ទាំងអស់គ្នាបាទសូមគោរពជំរាបសួរប្រិមិត្តឬមហាជនទាំងអស់ដែលកំពុងតាមដានរកការផ្សាយនៃអង្គភាពសារព័ត៌មានថ្មីប៉ុសពីម្សិលមិញមានការបង្ហោះជាវីដេអូពីសំណាក់របស់បងស្រីឈ្មោះភេងរតនាដែលបានបង្ហោះសារតាមប្រព័ន្ធបណ្ដាញសង្គម Facebook យើងឃើញថាការពីម្សិលមិញគឺមានការផ្ទុះវែងញែកយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋបងប្អូនមហាជនពាក់ព័ន្ធជាមួយនឹងបងចៅសង្កាត់អូរិស័យ3តែម្ដងបាទឥឡូវយើងចង់ជ្រាបច្បាស់យើងទៅជួបបងចៅសង្កាត់អស់គ្នាបងមានសួរបងបាទមានសួរបងប្អូនអស់គ្នាដែលតាមបណ្ដាញសង្គមខ្ញុំបាទចៅសង្កាត់អូរិស័យទី3ហើយជាបឋមសូមជជែករឿងម្សិលមិញបន្តិចរឿងម្សិលមិញនេះពាក់ព័ន្ធទៅនឹងដល់មេរបស់ភេរតនារឿងនេះខ្ញុំឯកសារនេះខ្ញុំលៀងពីចៅសង្កាត់មុនទេដោយសារផ្ទះនេះគាត់បានលក់ទៅឲ្យបងប្រុសនេះហើយបងប្រុសខ្ញុំមិនដែលស្គាល់គាត់ទេតែគាត់មកចុះបញ្ជីក្បាលដីអញ្ចឹងខ្ញុំក៏បានមើលឯកសារទាំងពីរនេះបងប្រុសមានអាស៊ីននេះហើយរបស់ខាងគាត់អ្នកពុកពីរប៉ុន្តែខ្ញុំមើលមេដៃទៅគឺមេដៃរបស់បងប្រុសហើយគាត់មកទទួលសេវាខ្ញុំត្រូវតែទទួលបើខ្ញុំទទួលគាត់ដឹងខ្ញុំព្រួយគាត់បានលក់ផ្ទះទៅឲ្យគេហើយគាត់អាងថាផ្ទះបានលក់ទេគាត់ថាក្នុងនាមខ្ចីលុយហើយខ្ញុំបានសួរបងប្រុសទៅបងប្រុសថាភេរតនាហ្នឹងនៅច្បាក់ក៏6000គាត់ទិញផ្ទះ10ឆ្នាំហើយអត់បានផ្ទះនៅទេហើយយើងមើលឯកសារហ្នឹងទៅគាត់ផ្ទេរឲ្យគេបាត់ទៅមេដៃមេជើងហ្នឹងហើយរឿងម្សិលមិញនេះគឺខ្ញុំអញ្ចេះខ្ញុំបានជម្រាបជូនគាត់ម៉ោងប្រហែលជា4:50ខ្ញុំអញ្ជើញទៅយកកូននៅបាក់ទុកពីហ្នឹងទៅប្រហែលជាដល់1គីឡូដីទេខ្ញុំថាខ្ញុំមកវិញខ្ញុំនឹងជួបបងមានការអីបងជួបមន្ត្រីខ្ញុំទៅមន្ត្រីខ្ញុំមានដាក់កៅអីតុកធម្មតាប៉ុន្តែគាត់ថាខ្ញុំនឹងឆ្លើយអត់ព្រមនេះគាត់ឲ្យខ្ញុំអាចស្គាល់ប្តីគាត់ផងហើយប្រជាជននៅអូស័យ3ខ្ញុំអត់ដែលមានតំណមកប្រជាពលរដ្ឋទេខ្ញុំធ្វើកិច្ចការធម៌ច្រើននៅក្នុងមូលដ្ឋានទទួលបានការស្រឡាញ់ច្រើនការអភិវឌ្ឍខ្ញុំធ្វើសពបែបយ៉ាងបងដោយសារតែការពីម្សិលមិញមានការបង្ហោះតើការបង្ហោះឬមួយពាក់ព័ន្ធជាមួយនឹងការបើករថយន្តរបស់បងតើគាត់មានការបង្ហោះជាសាធារណៈទេគាត់ខឹងគាត់ថាគាត់មកជួបខ្ញុំបែរជាខ្ញុំមិនទទួលគាត់ប៉ុន្តែគាត់មកដល់គាត់អង្គុយនឹងក្អីមានមន្ត្រីខ្ញុំដាក់ក្អីគាត់អង្គុយហើយឯកសារក៏ខ្ញុំបានទទួលគាត់ដែរតាំងពីម្សិលមិញពេលព្រឹកហើយម្សិលមិញពេលព្រឹកខ្ញុំមានកិច្ចប្រជុំមួយនៅស្រុកភ្នំពេញបាទ105សង្កាត់ទៅប្រជុំហើយក៏ខ្ញុំមានជាវីដេអូដាក់ឲ្យគាត់អង្គុយនៅក្នុងនោះដាក់គាត់អង្គុយយ៉ាងតិចបងហ្នឹងនឹងធ្វើការបកស្រាយទៅមហាជនណាហើយក្នុងអំឡុងពេលនេះគឺយុទ្ធនាការចុះកម្ពុជាក្បាលដីជួយប្រជាពលរដ្ឋអញ្ចឹងគាត់ក៏លើដំណឹងហ្នឹងគាត់មកធ្វើក្បាលដីចុះបញ្ជីហើយខ្ញុំអាជ្ញាធរតែកាលណាឯកសារត្រឹមត្រូវខ្ញុំចុះទៅគេហើយគាត់អត់កាត់ទុកមិនសក់ចិត្តគាត់ក៏រៀងឡាំប៉ាហើយខ្ញុំគាត់ថាអត់អីទេបងបើបងមានឯកសារអីដែលបងអះអាងតែបងយកមកដល់ពេលខ្ញុំមើលទៅផ្ទះគាត់ទិញពីគេឆ្នាំ2011ដល់ពេលឆ្នាំ2014នេះគាត់លក់ដល់គេហើយហើយគាត់ថាអះអាងមានត្រា2ត្រា3ខ្ញុំអត់ដឹងទេអានេះត្រាតាំងពីលោកស្រីចៅសកាត់មុនលោកចៅសកាត់មុនគាត់បានទទួលមរណភាពហើយអញ្ចឹងខ្ញុំយកកិច្ចការនេះមកបំរើជូនទៅដល់ប្រជាពលរដ្ឋទូទៅមិនរើសអើងនឹងនីការនយោបាយទេសូម្បីតែក្នុងសារប្រជុំកន្លែងខាងទទួលសេវាដូចបងចូលមកគឺអីដាក់ឲ្យមិនរើសអើងដូចពីអ្វីដែលគាត់និយាយបាទអត់មានរើសអើងទេហើយការមកជួបបងហ្នឹងក៏ខ្ញុំមិនដែលស្គាល់គាត់ទឹកថ្ងៃហ្នឹងខ្ញុំបានអរគុណហើយបាទគាត់មកជួបថាម្ចាស់ផ្ទះផ្ទះរបស់គាត់ទេខ្ញុំមិនហ៊ាននិយាយអ្វីជ្រៅទេគាត់ថាខ្ញុំធ្វើនេះខ្ញុំអត់បានបំពេញទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋទេមិនសមហ្នឹងគាត់មកកាក់ឡានខ្ញុំគាត់ចោទថាខ្ញុំហ្នឹងឆ្លើយពីអសរមកខ្ញុំតែខ្ញុំអត់ទៅចង់ឆេះចាញ់ប្រជាពលរដ្ឋទេប៉ុន្តែថ្ងៃនេះខ្ញុំលៀងកាច់ការងារនឹងជូនដល់មហាជនក៏មានការភ័ន្តច្រឡំខ្ញុំមិនមានប្រព្រឹត្តបទល្មើសណាមួយបុកដូចជារត់ទេគឺខ្ញុំបាននិយាយនឹងសកាត់ថាខ្ញុំនឹងបកមកវិញពេលខ្ញុំមកវិញក៏អត់ចូលសកាត់និយាយមួយជើងគាត់អង្គុយនឹងក្រៅហើយគាត់ទៅជាថាខ្ញុំនោះបងសុធាតហើយគាត់កាក់ឡានយើងអញ្ចឹងតែហើយខ្ញុំបាននិយាយថាបងខ្ញុំយកកុយមកវិញឡើយឯកសារបងខ្ញុំបានទទួលហើយគាត់បានដាក់មកមែនខ្ញុំបានទទួលហើយនេះប
បើខ្ញុំមិនទទួលមិននឹងដៃខ្ញុំកាហើយគាត់ដាក់មកខ្ញុំទទួលហើយគាត់ថាលិខិតហ្នឹងគាត់បានផ្ទេរគេទេគាត់គ្រាន់តែជាការខ្ចីលុយតែគាត់ចេះអសគាត់មិនមើលអសនេះដាក់លិខិតផ្ទេរសិតហើយមេដៃរបស់ប្តីប្រពន្ធរបស់គាត់ហ្នឹងបាទនេះគឺរបស់គាត់មេដៃរបស់គាត់ហើយខ្ញុំតែកាលណាជាត្រឹមត្រូវខ្ញុំចុះបញ្ជីឲ្យគេហើយបើខ្ញុំអត់ចុះមិនបានគាត់មិនដឹងខ្ញុំទៀតតាមរយៈការ live នេះខ្ញុំនឹងធ្វើលិខិតអញ្ជើញគាត់ឲ្យសពជួបគ្នាមកដោះស្រាយរឿងបញ្ហាលិខិតផ្ទេរសិតហ្នឹងទី1ទី2សំណូមពរឲ្យគាត់ចេញមកសុំទោសជាសាធារណៈពីការងារនេះខ្ញុំនឹងអាចនឹងបន្តឲ្យគាត់មកធ្វើកិច្ចការងារតាមផ្លូវច្បាប់ទី1ខ្ញុំជាមន្ត្រីសាធារណៈបាទហើយគាត់ជាប្រជាពលរដ្ឋទេខ្ញុំអត់ទៅចង់ឆែកចែកប្រជាពលរដ្ឋប៉ុន្តែចង់បកស្រាយប្រាប់មហាជនថាខ្ញុំបានធ្វើកិច្ចការងារនឹងច្រើនណាស់សង្គមតែខ្ញុំអត់ដែលបានចេញតាមបណ្ដាញទេគាត់ថាក្នុងមហាជនប្រជាជននៅមូលដ្ឋានអូស័យ3ស្គាល់ខ្ញុំចៅគាត់ច្បាស់ខ្ញុំចង់ឲ្យជួបម្ចាស់លុយតិចដើម្បីឲ្យគាត់បកស្រាយថារឿងហ្នឹងយ៉ាងម៉េចបងប្រុសជួយប្រាប់ទៅតាមបងម្ដាខ្សែទៅបើខ្ញុំចង់ជំរាបជូនដល់មហាជននិងបងម្ដាខ្សែនិយាយពីព្រឹត្តិការណ៍សំមិញនេះគឺមិនមានខំដុំទេប៉ុន្តែគាត់ចោទថារត់ដំណឹងអីទាំងអស់អាញាធរតែដឹងប្រាប់គាត់ទេដឹងតាមមេភូមិវិញខ្ញុំថាមេភូមិហ្នឹងខ្ញុំមិនឲ្យគាត់ដឹងព្រោះខ្ញុំប្រាប់មេភូមិឲ្យដើរផ្សព្វផ្សាយជូនប្រជាពលរដ្ឋខ្ញុំចៅសកាត់ហ្នឹងខ្ញុំធ្វើការតែឯងមកសកាត់ហ្នឹងចប់ហើយទៅអញ្ចឹងមានស្ថានភាពរបស់ខ្ញុំមេភូមិគឺប៉ុណ្ណឹងគឺវា100%ការផ្ដល់សេវារបស់យើងមិនចឹងបងគាត់ថាចៅសកាត់គុំគុណគាត់ហើយបាទអញ្ចឹងអរគុណបងចៅសកាត់ដែលបានធ្វើការបកស្រាយពាក់ព័ន្ធការបង្ហោះសារការពីម្សិលមិញចុះឥឡូវយើងចង់ដឹងច្បាស់បន្ថែមទៀតយើងទៅជួបបងប្រុសបាទពាក់ព័ន្ធជាមួយនឹងការបង្ហោះសារការពីម្សិលមិញបើយើងចង់ដឹងច្បាស់យើងទៅជួបបងប្រុសទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងការមានការផ្ទេរសិទ្ធិរឿងដីរឿងផ្ទះនៅសង្កាត់អូស័យ3នេះបាទបងមានសួរបងមានសួរបងខ្ញុំចូលទៅសេរីបងការពាក់ព័ន្ធជាមួយនឹងការបងទិញផ្ទះនេះបើតាមម្ចាស់មុនហ្នឹងគាត់ឆ្លើយថាមិនមែនជាការលក់ដូរទេគឺជាការចងការប្រាក់ទៅវិញតើរឿងនេះការពិតឬមួយយ៉ាងម៉េចបងខ្ញុំមិនពិតទេបងខ្ញុំលក់ទិញគឺមានលិខិតលក់ទិញត្រឹមត្រូវបងទិញតាំងពីឆ្នាំណាមកទិញតាំងពី2014បងឥឡូវហ្នឹងទៅ2014ហ្នឹងតើឥឡូវបងបានចុះបញ្ជីការឬមួយនៅទេបងដោយសារតែយ៉ាងម៉េចដល់បានអត់ទាន់ចុះដោយសារខ្ញុំទិញផ្ទះហ្នឹងហើយគាត់មិនព្រមមកគួរផ្ទះហ្នឹងឲ្យខ្ញុំអញ្ចឹងបានន័យថាម្ចាស់មុនហ្នឹងគឺមិនព្រមសហការមួយបងមិនព្រមទេសិទ្ធឲ្យបងហ្មងឬមួយយ៉ាងម៉េចទេរួចហើយបងតែគាត់មិនព្រមមកគួរផ្ទះដូចថាគាត់ទទួលប្រាក់ពីខ្ញុំរួចហើយគាត់មិនព្រមគួរផ្ទះហ្នឹងឲ្យខ្ញុំអញ្ចឹងបានន័យថាគាត់នៅតែចង់នៅផ្ទះហ្នឹងដោយសារតែគាត់បានទៅលក់ឲ្យបងហើយណាបាទហើយអ្វីដែលសំខាន់នោះគឺគាត់ថាលុយហ្នឹងគឺជាលុយចងការទេមិនមែនប៉ាទេហ្មងមិនប៉ាគឺទិញលុយសុទ្ធតែម្ដងលុយសុទ្ធតែម្ដងអញ្ចឹងមានការមានសាក់សីមានអីការមានដៃទាំងប្តីទាំងប្រពន្ធរបស់គាត់បាទមានទាំងអស់តើឥឡូវបងដូចបងបានឃើញតើចង់ឲ្យបងបង្ហាញម្ដងមួយពាក់ព័ន្ធនឹងការប្លង់នេះបងបង្ហាញអាចបង្ហាញទៅបងនេះគឺជាប្លង់ទេសិតរបស់គាត់ឲ្យខ្ញុំហ្មងទេសិតតាំងពីឆ្នាំហ្មង2014បាទតែខ្ញុំក៏ទៅយកផ្ទះហ្នឹងពីព្រោះខ្ញុំខ្ញុំទីពីគាត់ហ្នឹងខ្ញុំក៏ទៅកាន់ក្តាប់ផ្ទះហ្នឹងតែគាត់មិនឲ្យខ្ញុំកាន់ក្តាប់ទេគាត់ថាពជាខ្ញុំរហូតពី3ថ្ងៃរហូតដល់សប្តាហ៍ហ្នឹងអូតាំងពី2014រហូតមកដល់ឥឡូវបាទហើយខ្ញុំក៏មានថ្ងៃមួយហ្នឹងគេក៏ហប់ចោះធ្វើប្លង់រឹងខ្ញុំក៏យកកម្មសិទ្ធិនេះដើម្បីបន្តប្លង់រឹងដល់ពេលបងមកធ្វើឥឡូវមកចោះខាងភេកីខាងនោះគឺនៅតែមិនព្រមផ្ទះណាបងវិញគាត់ថាគាត់មកធ្វើប្លង់រឹងដែរតើឥឡូវតើបើនៅតែអញ្ចឹងតើបងមានធានការយ៉ាងម៉េចឬមួយមានអីយ៉ាងម៉េចទៅការស្នើឬមួយទៅតុលាការឬមួយហ្នឹងខ្ញុំខ្ញុំស្នើទៅតុលាការរួចទេបងតែតុលាការគាត់កាត់ក្តីរួចអស់ហើយកាត់ក្តីឲ្យបងយ៉ាងម៉េចដែរគឺថាបើភាគីហ្នឹងបកគោលលុយឲ្យខ្ញុំវិញទៅខ្ញុំទទួលផ្ទះគាត់វិញតែបើភាគីហ្នឹងមិនព្រមបកគោលលុយឲ្យខ្ញុំទេផ្ទះហ្នឹងខ្ញុំយកចុះព្រោះមានស្មាតតុលាការរបស់ខ្ញុំណាបងនេះស្មាតតុលាការបងអូនេះមកពីនេះបាទមានពីរច្បាប់បងមួយទៀតប្រាក់មួយទៀតជាផ្ទះខ្ញុំមកវិញបងអញ្ចឹងមកន័យថាលុយក៏មិនសងផ្ទះក៏មិនឲ្យលុយក៏មិនសងអញ្ចឹងរយៈពេលហើយខាងក្រមក៏មានចេញគ្រប់សពដែរបងតែក្រមចេញមកឲ្យបងសារក្រមចេញមកទី1គឺត្រូវសងលុយបងទី2គឺត្រូវបកគលផ្ទះឲ្យបងតែបច្ចុប្បន្នឥឡូវគឺមិននៅតែមិនព្រមបងដល់សប្តាហ៍ហ្នឹងតើឥឡូវតើបងមានធានការយ៉ាងម៉េចទៀតចំពោះការដោះស្រាយបញ្ហាហ្នឹងបើសិនជាគាត់នៅតែមិនព្រមខ្ញុំសូមសំណូមពរឲ្យអាជ្ញាធរជួយមិនដេញគាត់ចេញផ្ទះហ្នឹងទៅព្រោះខ្ញុំទិញត្រឹមត្រូវហើយមិនព្រមបកគោផ្ទះខ្ញុំរយៈពេល12ឆ្នាំហើយផ្ទះហ្នឹងបងអាហ្នឹង12ឆ្នាំមកដល់ឥឡូវ12គាត់ចេះតែសន់ខ្ញុំរហូតពេលខ្ញុំទៅគាត់ថាគាត់ពិបាកអញ្ចឹងខ្ញុំក៏ពជាពេលទៅដល់ថ្ងៃនេះខ្ញុំលក់មកខ្ញុំមកធ្វើប្លង់គាត់មិនមកលក់ធ្វើប្លង់ដែរវាចឹងទៀតអញ្ចឹងមិនន័យថាគាត់យកឯកសារកូពីបងអានេះចង់គាត់យកឯកសារកូពីនេះមកធ្វើប្លង់បង
អូអានេះសិតតាគាត់ Copy នៅ ទាំងអស់ ក្នុងដៃរបស់គាត់ បាទ copy ពីគេបងទៅមិន តែ ទេ ឯកសាររបស់ខ្ញុំចិត្តត្រឹមត្រូវទាំងអស់ហ្មងគេទៅស្របច្បាប់ពួកពេលខ្ញុំកាត់មកចិត្តមានស្របច្បាប់ខ្ញុំហ៊ានទិញផ្ទះហ្នឹងហ្មងតែហ្នឹងបើស្របច្បាប់ខ្ញុំមិនហ៊ានទិញចិត្តឯកសារស្របច្បាប់ទាំងអស់ហ្មងមួយនេះ អញ្ចឹងមានន័យថាទូនីតិទុកឲ្យសមត្ថកិច្ចដើម្បីធ្វើការ បាទធ្វើការបាទសារក្រមមានគ្រប់សពហើយ អញ្ចឹង សូមសំណូមពរឲ្យគាត់ជួយបង្ខំគាត់ឆាកចេញពីផ្ទះហ្នឹងទៅពួកខ្ញុំយកផ្ទះខ្ញុំធ្វើការរយៈពេលទុកពេលរយៈពេល12ឆ្នាំហើយវាយូរពេកទៅហើយ បាទ បាទ បាទអញ្ចឹងអរគុណណាបង បាទ តោះ អរគុណ ដែលជាម្ចាស់ផ្ទះបងស្រីដែលជាមេពុំតាមមានអីបន្ថែមតិចទេបាទពាក់ព័ន្ធជាមួយសិទ្ធិឬមួយអីរឿងនេះតាមបងមានបានដឹងខ្លះទេបងស្រី ការផ្ទេរសិទ្ធិចុះបញ្ជីប្លង់ផ្ទះហ្នឹងខ្ញុំបានដឹងហើយខ្ញុំបានដើរប្រាប់ប្រជាពលរដ្ឋយើងឲ្យគាត់ដឹងពេលហ្នឹងគឺវាមានការឈូសឆាយហើយតាំងពីយូរណាស់ប្រហែលខែដែរហើយដោយសារដបូលសង្កសីឲ្យជាន់ទី4ទៀត អូជាន់ទី4ណា ចាពេលហ្នឹងខ្ញុំក៏បានទៅរៀនដែររៀនច្បាប់អាវ៉ាវែងហ្នឹងដែរគាត់ថាទុកសិនអត់តន់ធ្វើការងារហ្នឹងទេ បាទ ដោយសារដបូលសង្កសីគេហៅធ្វើរ៉ាស់មិនគេទេណាខ្ញុំអត់សូវដឹងទេហ្នឹងហើយហើយអត់តន់ធ្វើការងារហ្នឹងទេអញ្ចឹងយើងធ្វើតែផ្ទះជាន់ក្រោមសិន អញ្ចឹងយើងក៏បានសបផ្សាយប្រាប់ប្រជាពលរដ្ឋធ្វើបានមួយចំនួនធំហើយតែនេះមួយសប្តាហ៍ក្រោយនេះគឺក្រុមផ្ទះលេខ154 4ហ្នឹងគឺក្រុមហ្នឹងប្រហែលផ្ទះហ្នឹងគឺត្រឹមតែយុទ្ធនាការធ្វើវាស់វែងឡើងវិញ ទុំសង្វាត់ថ្មីនេះ ដោយសារអាណត្តិឆ្នាំមួយរយៈមុនដែលចុះបញ្ជីហ្នឹងគឺភូមិ1ភូមិ2ខ្ញុំគឺជាការចុះសាកល្បងទេ បាទ ចាឥឡូវហ្នឹងចុះយុទ្ធនាការពិតប្រាកដចាប់ពីភូមិ3ដល់ភូមិ6សង្កាត់អូស័យយើងខ្ញុំមាន6ភូមិចាអញ្ចឹងគាត់ឆ្លើយឡើងគាត់ថាគាត់អត់ដឹងទី1ទី2គាត់អត់សូវនៅក្នុងមូលដ្ឋានយើងទេ ទាំងតែអាញាធរបានជន់ដំណឹងបានមិនថាជន់ដំណឹងជាលេខអក្សរជាមាត់ទាល់ ចា ជាសូរស័ព្ទផ្សេងទៀតតែគាត់ឆ្លើយថាអត់ដឹង ចាពីលោកមុនគាត់បានសួរខ្ញុំថាងបងអានឹងគេធ្វើមិនថាឥឡូវគេធ្វើតែពីជាន់ក្រោមដល់ជាន់ហ្វីប្រូគេហៅថាប៊ីតុងចាប៊ីតុងអញ្ចឹងអាជាន់ទី4ហ្នឹងគេអត់ទាន់ធ្វើទេហើយខាងសូយោដីក៏គេមិនទាន់ដឹងចេញប្លង់រឿងឲ្យផងព្រោះអីវាជាសង្កសីអញ្ចឹងពេលប្រជុំថ្ងៃមុនគឺគេកំពុងតែពិភាក្សានឹងធ្វើឲ្យឬមិនធ្វើឲ្យអញ្ចឹងចា អញ្ចឹងអរគុណបងស្រីដែលជាមេភូមិនៅភូមិហ្មងបង ខ្ញុំភូមិ2សង្កាត់អូស័យទី3 បាទអរគុណមកណាអរគុណបាទ ចា